OK សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំជំរាបសួរបងប្អូននិស្សិតទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូ researcher ទាំងអស់នៅក្នុងដែលបានជួបនៅវីដេអូនេះអញ្ចឹងថ្ងៃនេះខ្ញុំចូលរួមចំណែកបន្តិចតួចតទៅនឹងការ share មេរៀនតកតងទៅនឹងresearch គឺថ្ងៃនេះយើងមកមើលតកតងទៅនឹងគេហៅថា theoretical framework ហើយនិង conceptual framework Rhythm of Eco Research អញ្ចឹងយើងនឹងមើលថាតើយើងរបៀបដែលយើងទៅសេនឹង conceptual framework នឹងតើយើងមានបញ្ហាច្រើនតកតងនឹងការសរសេរមួយហ្នឹងហើយនឹង theoretical framework អញ្ចឹងយើងត្រូវមកដឹងអំពី concept វាថាតើវាទៅសេមិនក្នុងការ build up research ឬក៏សារណារបស់អ្នកទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងអ្នកទាំងអស់គ្នាត្រូវយល់ថាស្អីទៅជាអ្វីទៅដែលហៅថាជា theoretical framework theoretical framework វាគឺជា blueprint មួយវាគឺជា snow ដ៏សំខាន់មួយឬ or guide សម្រាប់ research ណាដែល Grant ហើយនិង Ocean Lu 2014គាត់ឲ្យនិយមន័យអញ្ចឹងគឺវាជា blueprint វាគឺជាមគ្គុទ្ទេសក៍វាគឺជាអ្វីមួយដែលនាំផ្លូវសម្រាប់ research ហើយវាត្រូវបានខ្ចីដោយ researcher ក្នុងការបង្កើតនៅផ្ទះផ្ទាល់ខ្លួនរបស់គាត់អញ្ចឹងមានន័យថាជាយើងខ្ចី conceptual framework theoretical framework មកធ្វើមកសាងសង់ផ្ទះរបស់យើងក្នុងការដែលយើងធ្វើ research itself a foundation which research is constructed មិនចឹងមានន័យថាវាដើរតួនាទីជាមូលដ្ឋានគ្រឹះមួយនៅពេលដែលយើងសាងបង្កើតនៅ research របស់យើងទ្រឹស្ដីមួយទៀតគឺ Sinclair 2017បានប្រៀបធៀបតួនាទីរបស់នេះមួយទៀតថាជា theoretical framework ហ្នឹងវាគឺជាផ្លូវវាគឺជាផែនទីឬក៏គ្រោងផែនការនៃការធ្វើដំណើរណាមួយណា Brown DZO Liebman ហើយ Solecki 2014គាត់ឲ្យនិយមន័យថាវាគឺជាទ្រឹស្ដីវាគឺជា specific theory ឬក៏ទ្រឹស្ដីតាក់ទងទៅនឹង aspect ទៅនឹងទិដ្ឋភាពនៃមនុស្សដែលអាចមានប្រយោជន៍ទៅដល់ការសិក្សានឹងគឺជាអីសង្ខេបតាក់ទងនឹង theoretical framework theoretical framework នឹងគឺ all the aspect of dissertation គ្រប់រូបភាពនៃសារណាទាំងអស់ហ្នឹងគឺគួរតែវាពាក់គួរតែ connect ទៅនឹង theoretical framework នេះគឺ as Grant ហើយនិង Ocean Lu 2014ទ្រឹស្ដីដែលពាក់ព័ន្ធដែលថា underpin knowledge គឺជាមូលដ្ឋាននៃ phenomena មួយដែលត្រូវតែ research it consists of វារួមមាននៅ principle នៃ theory construct concept ហើយនិង tenet នៃ theory វាបង្កើតជា application នៃ selective theory ដោយសំអាង as to apply theoretical concept his her own dissertation study អញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមសរសេរសារណាថាសារណានិក្ខេបបទបណ្ឌិត dissertation ឬក៏តែសេសារណារបស់បងប្អូនហ្នឹងគឺយើងចាប់ផ្ដើម select រក theory ណាមួយអញ្ចឹងយើងតិចទៀតយើងទៅមើលថាតើ theory ហ្នឹងវាមិនtheory framework អញ្ចឹងដើម្បីបង្កើតបានជា theory framework ដែលខ្ញុំបានបង្ហាញនេះគឺអ្នកទាំងអស់គ្នាត្រូវអានឲ្យយល់ថាតើវាមានហេតុផលមកពីណាហើយវា provide វាផ្ដល់ឲ្យនៅ structure ដើម្បីកំណត់ថាតើ researcher គាត់កំណត់នៅ philosophy របស់គាត់យ៉ាងម៉េចតាមបែប epistemology អំពីហេតុផលដែលវាកើតឡើងពីឫសគល់ពីណាពីតកតងទៅនឹងphenomenon មួយហ្នឹង methodology analytically គឺយើងធ្វើតាមបែបវិធីសាស្ត្រហើយនិងបែបការវិភាគ it normally serve us ជាទូទៅវាបំរើថាជាការផ្ដោតទៅលើ research study ហើយវាភ្ជាប់ទៅនឹង research problem ស្ថិតនៅក្នុងក្រោមការសិក្សាណាមួយ
សារៈសំខាន់នៃសារៈសំខាន់នៃ theoretical framework គឺវាជាជំរើសរបស់ researcher ក្នុងរបស់ researcher ក្នុងការ design ហើយនឹងវិភាគផែនការវិភាគរបស់យើងអញ្ចឹងយើងវាជាប្លង់មួយដើម្បីឲ្យ researcher នឹងគាត់អាចមានការជំរើសច្រើនថាតើគាត់រើសយក design study design មួយណាហើយ data analysis plan ហ្នឹងគាត់នឹងគួរទៅដើរតាមមួយណាដើម្បីឲ្យវាស៊ីគ្នាវា align គ្នាជាមួយនឹង research question របស់គាត់ it provides a common worldview or lens and which to support one's thinking on problem and analysis of data ចឹងវាផ្ដល់ឲ្យនៅទស្សនវិជ្ជាជា world view មានន័យថាយើងមើលបានទៅលាយហើយវាដូចជា lens camera មួយដែល support នៅការគិតរបស់យើងពីបញ្ហាហើយនឹងវិភាគទិន្នន័យនេះ theoretical framework គឺវា guide គឺវាផ្ដល់ឲ្យជាផ្លូវហើយវា must resonated with every aspect of research នេះគឺជាគ្រប់វាបង្ហាញផ្លូវហើយវា resonate នៅគ្រប់ទិដ្ឋភាពនៃ research ទាំងអស់គឺ statement នៃបញ្ហា literature review ទាំង methodology presentation ហើយនឹង discuss នៅនឹង finding យ៉ាងម៉េច theoretical framework គឺជាប្រភេទនៃទិន្នន័យដែលគឺវាផ្ដល់ឲ្យថាតើផ្ដល់គំនិតឲ្យយើងណាថាតើយើងគួរប្រមូលទិន្នន័យបែបណាតើតើនឹង research របស់យើង Simon ហើយនឹង Go 2011ហើយនឹង Maxwell our គឺថា Maxwell ហ្នឹងគឺគាត់បានថាគឺ theoretical framework ធ្វើឲ្យ study របស់យើងហ្នឹងមានសារៈសំខាន់កាន់តែស៊ីជម្រៅហើយ convince អ្នកអានថា study ហ្នឹងមិនអាស្រ័យទៅលើ personal instinct នៃ researcher ឯងប៉ុន្តែវាផ្ដោតទៅលើ theory ដែលបានប្រមូលតាមរយៈ credible study មួយចំនួននេះគឺជាឧទាហរណ៍នៃ theoretical framework មាន transformational theory culture theory cognitive theory gender theory behavioral theory developmental theory human environment relation theory អញ្ចឹងយើងមាន theory ច្រើនអូខេយើងផុសវីដេអូធំប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅ next video អរគុណច្រើន